សួស្តីមិត្តអ្នកស្ដាប់ទាំងអស់គ្នាតើអ្នកធ្លាប់មានអារម្មណ៍ថាឯកាដែរឬទេទោះបីជាអ្នកនៅក្នុងកំពុងស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ឬកំពុងអង្គុយនៅក្នុងហាងកាហ្វេដែលមានមនុស្សអ៊ូអរក៏ដោយប៉ុន្តែនៅក្នុងចិត្តរបស់អ្នកបែរជាមានអារម្មណ៍ថាឯកានិងនៅម្នាក់ឯងទៅវិញការពិតទៅភាពឯកាវាមិនមែនជាជំងឺនោះទេប៉ុន្តែវាគឺជាស្រមោលដែលតែងតែតាមលងបន្លាចយើងគ្រប់ពេលដែលយើងទន់ជ្រាយថ្ងៃនេះខ្ញុំចង់នាំមិត្តអ្នកស្ដាប់យល់ឲ្យបានច្បាស់អំពីភាពឯកាការពិតភាពឯកាមិនមែនគ្រាន់តែជាការនិយាយអំពីទុក្ខសោកនោះទេប៉ុន្តែគឺជាការស្វែងយល់អំពីវាកាន់តែច្បាស់ដើម្បីរស់នៅជាមួយវាដោយក្តីសុខមនុស្សភាគច្រើនតែងយល់ច្រឡំថាការនៅម្នាក់ឯងនិងភាពឯកាគឺជាចំណុចតែមួយប៉ុន្តែការពិតវាខុសគ្នាដាច់ស្រឡះការដែលនៅម្នាក់ឯងគឺមានន័យថាគឺជាជម្រើសហើយវាគឺជាពេលដែលយើងចង់នៅស្ងប់ស្ងាត់ដើម្បីសាកថ្មជីវិតដើម្បីគិតពិចារណានិងដើម្បីស្វែងរកខ្លួនឯងឲ្យបានកាន់តែច្បាស់ហើយវាគឺជាថាមពលចំណែកឯភាពឯកាវាគឺជាអារម្មណ៍ដែលកើតចេញពីការខ្វះការតភ្ជាប់វាគឺជាពេលដែលយើងមានអារម្មណ៍ថាគ្មាននរណាម្នាក់យល់អំពីយើងហើយគ្មាននរណាម្នាក់ចង់ស្ដាប់យើងឬយើងមិនមានន័យសម្រាប់នរណាម្នាក់ឡើយសំណួរសួរថាហេតុអ្វីបានជាយើងមានអារម្មណ៍ថាឯកាការពិតទៅពេលខ្លះអាចមកពីបច្ចេកវិទ្យាទំនើបជឿនលឿនពេកឧទាហរណ៍នៅពេលដែលយើងមើលឃើញរូបអ្នកដទៃនៅលើ Facebook ដែលជីវិតគេល្អប្រសើរជាងយើងមានក្តីសុខជាងយើងស្រស់បំព្រងជាងយើងរហូតដល់ពេលខ្លះយើងមានអារម្មណ៍ថាជីវិតយើងវាមិនល្អដូចគេហើយយើងក៏ចាប់ផ្ដើមបិទបេះដូងខ្លួនឯងបន្តិចម្ដងរហូតមានអារម្មណ៍ថាខ្លួនឯងឯកាភាពឯកាវាដូចជាទឹកភ្លៀងដែលជ្រាបចូលក្នុងផ្ទះយឺតបន្តិចម្ដងបើមិនប្រយ័ត្នទេវានឹងធ្វើឲ្យបេះដូងយើងសើមនិងរងាហើយនៅពេលដែលយើងមានអារម្មណ៍ថាឯកាយើងមិនអាចគ្រប់គ្រងចិត្តរបស់យើងបានយើងនឹងចាប់ផ្ដើមគិតអវិជ្ជមានប្រហែលមកពីខ្ញុំមិនល្អបានជាគេមិនខ្វល់ឬយើងគិតថាប្រហែលជាគ្មាននរណាម្នាក់ចង់ធ្វើជាមិត្តជាមួយខ្ញុំទេគំនិតអវិជ្ជមានទាំងនោះហើយដែលជាអាវុធដ៏គ្រោះថ្នាក់បំផុតវាធ្វើឲ្យយើងខ្លាចការចូលរួមក្នុងសង្គមខ្លាចការនិយាយស្ដីហើយចុងក្រោយយើងក៏ច្រមុជខ្លួនក្នុងពិភពខ្មៅងងឹតតែម្នាក់ឯងប៉ុន្តែអ្នកត្រូវចាំថាវាមិនមែនមានតែអ្នកម្នាក់ឯងទេដែលឆ្លងកាត់រឿងទាំងអស់នេះមនុស្សរាប់លាននាក់ក៏កំពុងមានអារម្មណ៍ដូចអ្នកនៅវិនាទីណាមួយផងដែរតើយើងត្រូវធ្វើដូចម្តេចដើម្បីឈ្នះភាពឯកាជាដំបូងយើងត្រូវទទួលស្គាល់វាជាមុនសិនពេលមានអារម្មណ៍ឯកាសូមកុំប្រកែកជាមួយអារម្មណ៍ខ្លួនឯងបើអ្នកឯកាចូលប្រាប់ខ្លួនឯងថាអូខេថ្ងៃនេះខ្ញុំមានអារម្មណ៍ឯកាហើយត្រូវទទួលស្គាល់ការពិតគឺជាជំហានដំបូងនៃការព្យាបាលបន្ទាប់មករៀនធ្វើជាមិត្តជាមួយខ្លួនឯងប្រសិនបើអ្នកមិនសប្បាយចិត្តនៅពេលដែលអ្នកនៅម្នាក់ឯងទេអ្នកក៏ពិបាកនឹងសប្បាយចិត្តពេលនៅជាមួយអ្នកដទៃផងដែរប្រើពេលអានសៀវភៅដែលអ្នកចូលចិត្តឬក៏ស្ដាប់តន្ត្រីដែលអ្នកស្រឡាញ់ឬគ្រាន់តែដើរមើលថ្ងៃលិចម្នាក់ឯងបន្ធូរអារម្មណ៍តានតឹងកាត់បន្ថយភាពឯកាដោយអប់រំចិត្តខ្លួនឯងពេលខ្លះអ្នកគួរតែបិទទូរស័ព្ទឬនៅឲ្យឆ្ងាយពីបណ្ដាញសង្គមពិភពលោកពិតប្រាកដមិនមែននៅលើអេក្រង់នោះទេចូលចេញទៅក្រៅស្រូបយកខ្យល់អាកាសបរិសុទ្ធឬបង្កើតទំនាក់ទំនងជាមួយមិត្តភ័ក្តិជាមួយមនុស្សជុំវិញខ្លួន
ចូលបង្កើតគោលដៅតូចៗសម្រាប់ខ្លួនឯងនៅពេលដែលអ្នកមានគោលដៅច្បាស់លាស់អ្នកនឹងគ្មានពេលវេលាសម្រាប់អង្គុយសោកសៅម្នាក់ឯងឬមានភាពឯកាទៀតឡើយចូលបង្កើតអ្វីមួយឬការច្នៃប្រឌិតអ្វីមួយដែលអ្នកស្រឡាញ់ចូលចិត្តអ្នកពេញចិត្តនឹងធ្វើឲ្យអ្នកសប្បាយចិត្តនៅពេលដែលអ្នកធ្វើវាជាចុងក្រោយខ្ញុំសូមជម្រាបដល់មិត្តអ្នកស្ដាប់ផងដែរថាភាពឯកាមិនមែនជាសញ្ញានៃការបរាជ័យក្នុងជីវិតនោះទេវាក៏មិនមែនមានន័យថាអ្នកមិនមានតម្លៃនោះដែរការពិតវាគ្រាន់តែជាចន្លោះទំនេរមួយដែលជីវិតផ្ដល់ឲ្យអ្នកដើម្បីឲ្យអ្នកត្រឡប់មើលថែខ្លួនឯងនិងស្រឡាញ់ខ្លួនឯងឲ្យបានច្រើនជាងមុនប៉ុណ្ណោះប្រសិនបើអ្នកមានអារម្មណ៍ថាឯកាចូលចាំថាផ្កាវារីកតែម្នាក់ឯងក៏មានភាពស្រស់ស្អាតព្រះច័ន្ទក៏វានៅតែម្នាក់ឯងប៉ុន្តែពួកវានៅតែមានសម្រស់ស្រស់ស្អាតនិងមានតម្លៃសម្រាប់ពិភពលោកមួយនេះចំណែកអ្នកក៏ដូច្នេះផងដែរ